គួរបញ្ជាក់ផងដែរថាសភៅដែលខ្ញុំធ្វើការផ្សព្វផ្សាយចេញទៅនោះសុទ្ធតែជាសភៅដែលខ្ញុំបាន review តាំងពីទំព័រទី1រហូតដល់ទំព័រចុងក្រោយហើយដូច្នេះហើយទាំងអស់គ្នាអាចទិញដោយមានទំនុកចិត្តចាយលុយមិនខុសគោលដៅលក្ខណៈពិសេសរបស់សភៅនឹងល្អថងថាខ្លឹមសារនៃសន្ទនានឹងគឺមានពីដើមដល់ចប់មុនពេលចេញដំណើរក្នុងកំឡុងពេលស្នាក់នៅនិងក្រោយពេលត្រឡប់មកវិញសួស្តីអ្នកនរគ្នាជួបគ្នាជាថ្មីម្ដងទៀតជាមួយនឹងវីដេអូនេះចង់ណែនាំសភៅមួយក្បាលទៀតដល់អ្នកនរគ្នាសភៅនោះមានឈ្មោះថា Hotel Chinese សភៅនេះត្រូវបានបង្កើតឡើងដោយក្រសួងអប់រំនិងក្រសួងទេសចរសហការគ្នាដោយច្បិចបញ្ចូលគ្នារវាងភាសានិងជំនាញនៅទីនេះចង់សំដៅទៅលើជំនាញខាងទេសចរដែលផ្ដោតទៅលើសន្តាគារហើយនិងភោជនីយដ្ឋានសភៅនេះ support ខ្លាំងទៅលើសិស្សនិស្សិតដែលស្រឡាញ់ខាងអក្សរសាស្ត្រចិនឬមួយក៏សិស្សនិស្សិតដែលមានបំណងចាប់យកជំនាញខាងទេសចរសភៅនេះក្រៅពី support ទៅលើសិស្សនិស្សិតក៏ support ទៅលើបុគ្គលិកមួយចំនួនធំដែលពួកគាត់កំពុងបម្រើការងារនៅតាមសន្តាគារឬមួយក៏ភោជនីយដ្ឋាននានាដែលសភៅនេះនឹងជួយសម្របសម្រួលទៅលើការសន្ទនាប្រចាំថ្ងៃរបស់ពួកគាត់សម្រាប់បុគ្គលដែលគាត់ចូលចិត្តធ្វើដំណើរកម្សាន្តឬមួយក៏គាត់អាសាចុះបេសកកម្មទៅខាងប្រទេសចិនគាត់ក៏អាចសិក្សាទៅលើសភៅមួយក្បាលនេះបានផងដែរជាពិសេសគឺ Tour Guide គោលដៅនៃសភៅនេះគឺស្រីជយងចំន័យថារៀនហើយអាចយកមកប្រើប្រាស់តាមការជាក់ស្ដែងបានពីព្រោះសន្ទនានៅក្នុងសភៅនេះគឺគេដកស្រង់ពីស្ថានភាពពិតរបស់បុគ្គលម្នាក់ដែលគាត់ចុះបេសកកម្មទៅហាងជូវនៃខេត្តចឺជាងនៅក្នុងប្រទេសចិនសភៅនេះទើបតែ release នៅពាក់កណ្ដាលឆ្នាំ2025នេះសរុបទាំងអស់មាន141ទំព័រមាន18សន្ទនានៅក្នុងហ្នឹងក្រៅពីសន្ទនាហ្នឹងគេក៏មានបញ្ចូល mini story មួយដើម្បីឲ្យយើងសិក្សាបន្ថែមទៀតអត្ថប្រយោជន៍របស់ mini story វានឹងបង្ហាញឲ្យយើងឃើញថាតើកត្តាអ្វីខ្លះដែលយើងតែងតែប្រឈមមុខហើយយើងគួរតែបង្ការនិងប្រយ័ត្នទៅលើអ្វីខ្លះមេរៀននីមួយៗតាក់ទងជាមួយនឹងពាក្យប្រយោគហើយនឹងសន្ទនាគេសុទ្ធតែមានបញ្ចូលភីងអ៊ីនទាំងអស់លើកលែងតែចំណុចវប្បធម៌អត់មានភីងអ៊ីនប៉ុន្តែគេមានបកប្រែជាភាសាអង់គ្លេសលក្ខណៈពិសេសរបស់សភៅនឹងល្អថងថាខ្លឹមសារនៃសន្ទនានឹងគឺមានពីដើមដល់ចប់មុនពេលចេញដំណើរក្នុងកំឡុងពេលស្នាក់នៅនិងក្រោយពេលត្រឡប់មកវិញមុនពេលចេញដំណើរវាតាក់ទងជាមួយនឹងការ booking ហើយក្នុងកំឡុងពេលស្នាក់នៅនោះវាតាក់ទងជាមួយនឹងការ check in check out ការកុម្ម៉ង់អាហារនិងការទទួលយកសេវាកម្មការវិលត្រឡប់មកវិញវាតាក់ទងជាមួយនឹងការវាតម្លៃក្នុងកំឡុងពេលដែលយើងស្នាក់នៅបើសិនជាយើងមិនពេញចិត្តតើយើងត្រូវ complain បែបណាហើយបើយើងពេញចិត្តជាមួយនឹងសេវាកម្មគេតើយើងចេញលិខិតថ្លែងអំណរគុណគេដោយរបៀបណាប្រសិនបើអ្នកនរគ្នាមានតម្រូវការអាចស្វែងរកសភៅនេះនៅហាង 7 Cafe ដែលមានទីតាំងនៅជិតអូឡ িম্পিক ឬមួយក៏អាចតាក់ទងខ្ញុំផ្ទាល់ក៏បានដែរអរគុណ